បងប្អូនជំរាបសួរម្ដងទៀតបងប្អូនបាទនេះសសរដែលខ្ញុំបានអធិប្បាយពីក្រុមស្ពាននេះបងប្អូននេះគឺស្ពានបងប្អូនស្ពាននេះគឺមានប្រវែង167ម៉ែត្របងប្អូនដែលលោកឆ្នៃជាស្ពានហាលទី1ចេញពីខ្លោងទ្វារធំបងប្អូនប្រាសាទបាពួនហ្នឹងបងប្អូនខ្លោងទ្វារធំនៅទិសខាងកើតបងប្អូនណាហើយពីខ្លោងទ្វារមកគឺលោកឆ្នៃជាស្ពានហាលប្រាសាទបាពួននេះបងប្អូនខុសប្លែកពីស្ពានហាលប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតដោយសារលោកឆ្នៃដែលមានជើងតម្រទៅសមូលដើម្បីត្រូលហ្នឹងបងប្អូនបើស្ពានហាលនៅប្រាសាទអង្គរគឺលោកដាក់នៅលើកម្រាលដីតែម្ដងបងប្អូនណាតែខ្ញុំជម្រាបជូនបងប្អូនអំពីសសរមូលនេះបងប្អូនគឺមានមួយជួរមាន3ជួរបងប្អូនហើយ3ជួរហ្នឹងគឺថាទទឹង3ជួរបងប្អូននៅបណ្ដោយរបស់លោកគឺ33ជួរបងប្អូនសរុបលទ្ធផលទៅទាំងអស់គឺ99សសរដ៏អស្ចារ្យបងប្អូននេះជានិមិត្តរូបដែលនឹមនៅសិរីមង្គលសិរីសួស្ដីដល់ព្រះនគរដល់ប្រាង្គប្រាសាទសម័យហ្នឹងបងប្អូនដោយសារប្រាសាទលោកសង់ក្នុងលក្ខណៈជានិមិត្តរូបនៃដួងព្រលឹងជំនឿសាសនាហិណ្ឌូសាសនាព្រះពុទ្ធជំនឿនៅក្នុងពធប្រពៃណីខ្មែរព្រមទាំងជំនឿនៃលេខអត្តគុណគូហ្នឹងបងប្អូនបានធ្វើប្រាសាទបុរាណរបស់លោកខ្លាយជាប្រាសាទដ៏មាននៅដួងព្រលឹងទឹកបងប្អូនអញ្ចឹងហើយបានជាបន្ទាប់ពីការលុកលុយទុនទ្រារបស់ពួកសៀមបងប្អូននៅសតវត្សទី14 15ពួកនឹងដឹងថាប្រាសាទយើងមានអធិធម្មណាស់បងប្អូនអញ្ចឹងហើយបានពួកគេចង់ទម្លាក់បំផ្លាញទៅបងប្អូនប្រាសាទនេះទៅជួសជុលឡើងវិញបងប្អូនដោយបរាំងនៅឆ្នាំ1960ទៀតបងប្អូនណាហ្នឹងហើយបងប្អូនបាទតែប៉ុណ្ណឹងបងប្អូនជម្រាបជូនតែប៉ុណ្ណឹងអរគុណបាទជម្រាបសួរបងប្អូនក្មួយៗនិងប្រិយមិត្តទាំងអស់ជាទីមេត្រីនេះគឺជាខ្សែវីដេអូអំពីរឿងរ៉ាវនៃប្រាសាទបាពួនវគ្គ2ដែលខ្ញុំអធិប្បាយអំពីស្ពានហាលនៃប្រាសាទបាពួនដែលមានសសរទាំងអស់99សសរបាទវគ្គមុនខ្ញុំបានអធិប្បាយអំពីស្ពានហាលខ្លីដែលចេញពីខ្លោងទ្វារមានសសរ21តំណាងឲ្យគុណឪពុកហើយជាងឡើងពីស្ពានហាលនេះបន្តិចទៅយកនឹងស្ពានហាលវែងដែលខ្ញុំជួអធិប្បាយមុននេះបន្តិចនឹងឯងគឺមានសសរ99គឺតំណាងឲ្យលេខសិរីមង្គលលេខនៃចក្រវាលដើម្បីនាំអ្នកមកធ្វើបុណ្យអ្នកមកបួងសួងទៅកាន់ប្រាង្គប្រាសាទធំភ្នំព្រះសម័យអញ្ចឹងលេខ9ហ្នឹងបងប្អូនដឹងហើយ9ហ្នឹងដូចខ្ញុំអធិប្បាយពីម្សិលមិញគឺការរវិលជុំនៃចក្រវាលរវាងព្រះអាទិត្យផែនដីនិងព្រះច័ន្ទបង្កើតបាននូវទឹកដីភ្លើងខ្យល់ហើយកន្លែងហ្នឹងសំខាន់ណាស់ដែលយើងដើរនៅលើសសរទាំង99ដំណើរលេខ9នឹមទៅសិរីមង្គលនៅចិនខាងលើហើយខ្ញុំសូមជម្រាបបងប្អូនដែរសសរនេះគឺថាមានការជួសជុលឡើងវិញដោយរដ្ឋាភិបាលនៃប្រទេសបារាំងគឺមន្ទីរអភិរក្សអង្គរនៃរដ្ឋាភិបាលខ្មែរសង្គមរាស្ត្រនិយមសហការជាមួយរដ្ឋាភិបាលបារាំងជួសជុលឡើងវិញនៅឆ្នាំ1960បងប្អូនមុននឹងជួសជុលគឺថាច្រើនរលំបាក់ខ្ទេចទីសម័យដែលសៀមចូលមកលុកលុយទុនត្រៀមក្រុងអង្គរធំយើងនៅសតវត្សទី14 15ហើយបងប្អូនណាអញ្ចឹងបងប្អូនបន្តទៅស្រះទឹកជាមួយខ្ញុំទៀតបងប្អូនណាអូបាទបងប្អូនបាទនេះខ្ញុំចោះបងប្អូនខ្ញុំចោះពីក្លឹបទ្វារទី2ពីស្ពានហាលមកបងប្អូន167ម៉ែត្រខ្ញុំដើរពីលើស្ពានហាលដល់ក្លោងទ្វារទី2ខ្ញុំចុះពីកម្មចិន្តានេះខ្ញុំមកទៅរកនៅកន្លែងដែលមានស្រះទឹកដល់ទឹកថ្លាឆ្លងនេះបងប្អូនទឹកថ្លាល្អណាស់បងប្អូនហើយដំណេកបែបមានទឹកស្រះនេះបងប្អូនអូទឹកថ្លាល្អណាស់បងប្អូនទឹកថ្លាឆ្នាំបងប្អូននេះបងប្អូនទឹកថ្លាឆ្នាំបងប្អូនទឹកនេះគឺតំណាងឲ្យទឹកទន្លាស្រះអនន្តស្រះសម្រាប់យើងស្រះបងប្អូនស្រះđẹpមុខដើម្បីសុំសិរីមង្គលបងប្អូនណាមុនជាយើងឡើងទៅធ្វើពិធីតាំងសមាធិបួងសួងបងប្អូននៅចិនខាងលើអញ្ចឹងណាបងប្អូនណាចាំបងប្អូនដើរមើលទិសសាស្ត្រនេះបងប្អូនដើរទិសសាស្ត្របងប្អូនទឹកថ្លាច្បាស់ណាស់បងប្អូនបាទអូបងប្អូនស្រះនេះមានត្រីបងប្អូនត្រីច្រើនណាស់បងប្អូនសិតតែត្រីគុនត្រីផ្ទក់គុនត្រីតែត្រីក្រាញ់បងប្អូនស្រុកខ្មែរយើងមកប្រពៃណាបងប្អូនកណាមានទឹកមានត្រីបងប្អូនកុំតែយើងយករបៀបឆក់ត្រីបានត្រីយើងពីអស់លេងបងប្អូនបើសិនយើងក្រៅធម្មតាបោះសំណាញ់ចោលសន្ទូចអង្រុតចិត្តឈ្នៀងហ្នឹងមិនអស់ត្រីបងប្អូនប៉ុន្តែសំខាន់គឺយើងឆក់នេះបងប្អូនតែយើងមិនគួរប្រើពិធីអញ្ចឹងទេបងប្អូនណាបាទ
ខ្ញុំដើរនៅមិត្តស្រះនៃប្រាសាទបាពួនស្រះអនន្តស្រះដែលតំណាងឲ្យទឹកដ៏ស័ក្តិសិទ្ធិសម្រាប់ធ្វើពិធីស្រេចស្របមុនយើងឡើងទៅកាន់នៅប្រាង្គប្រាសាទបងប្អូនចិនខាងលើបងប្អូនណាបងប្អូនបាទនេះជាទស្សនវិជ្ជារួមនៃប្រាសាទបាពួនដែរបងប្អូនឃើញថ្មរកេតកោទេបងប្អូនសិតតែជាកម្មវិធីជាកម្មវិធីជួសជុលរបស់រដ្ឋាភិបាលនៃប្រទេសបារាំងបងប្អូនណាគឺថ្មប្រហែលជា3សែនដុំបងប្អូនថ្មប្រមាណជាង3សែនដុំដែលត្រូវបានរើចេញពីប្រាង្គប្រាសាទនៅតែជួសជុលដោយរដ្ឋាភិបាលបារាំងតាំងពីមុនសកសង្គ្រាមនៅឆ្នាំ1970ម្លេះបងប្អូនគឺឆ្នាំ1960គឺថាមានការជួសជុលប្រាសាទនេះ sorry បងប្អូនខ្ញុំសតកប្រសាយកបងប្អូនសម្រាប់ខ្ញុំច្បាស់ល្អទេប៉ុន្តែចង់ថតជម្រាបបងប្អូនឃើញនៅប្រាសាទបាពួននេះប្រាសាទល្អណាស់បងប្អូនមានទេសចរកាត់មកក៏ច្រើនគួរសមដែរបងប្អូនណាបងប្អូនណាបានចាំបងប្អូនចង់ជម្រាបបងប្អូនដឹងថាថ្មរកេតកោនេះមកពីណាហើយមូលហេតុអីនឹងជម្រាបបងប្អូនបន្តិចទៀតនេះបងប្អូនណាបាទបងប្អូនខ្ញុំទៅអធិប្បាយអំពីស្រះទឹកនៃប្រាសាទបាពួនពេលបងប្អូនមកទស្សនាប្រាសាទបាពួនបងប្អូននឹងឃើញស្រះទឹកនឹងឯងគេស្រះទឹកសម្រាប់ការធ្វើជំរះនៅមន្ទិលឧបទ្រពចង្រៃដើម្បីយើងនឹមនៅសិរីមង្គលភាពត្រជាក់ត្រជុំចម្រុងចម្រើនមុននឹងយើងឡើងទៅចិនខាងប្រាសាទដើម្បីធ្វើពិធីដែលចង្ក្រមភាវនានិងពិធីតាំងសមាធិហើយយើងបួងសួងសុំទឹកមន្តពីព្រះសិវលិង្គនៅកំពូលខាងលើដូច្នេះបងប្អូនយល់ថាកាលណាមានទឹកស្រះបានន័យថាកន្លែងសម្រាប់លាងជំរះបាបបងប្អូនណាគេថាអនន្តស្រះគឺស្ថិតនៅចំនឹងសំណង់ខ្លងទ្វារទី2អញ្ចឹងប្រាង្គប្រាសាទខ្មែរយើងលោកតែងតែធ្វើសំណង់ខ្លងទ្វារ3ជានិច្ចដូចខ្ញុំអធិប្បាយពីខាងដើមខ្ញុំដែលលើស្ពានហាលនឹងឯងតភ្ជាប់ពីស្ពានហាលទីខ្លងទ្វារទី1មកខ្លងទ្វារទី2ដល់ខ្លងទ្វារទី2អ្នកមកធ្វើបន់មិនអាចឡើងទៅខាងលើប្រាសាទបានទេយើងត្រូវទៅចុះដើម្បីជំរះនៅមន្ទិលសង្ស័យជាមួយទឹកមន្តជាសិនណានឹងជំរាបបងប្អូនឲ្យដឹងថាកាលណាមានស្រះគឺសម្រាប់លាងបាបមុនយើងឡើងទៅចិនខាងលើនៃប្រាង្គប្រាសាទបងប្អូនណាឲ្យដឹងយល់អញ្ចឹងបងប្អូនបាទបងប្អូនខ្ញុំកំពុងតែអង្គុយសម្លឹងមើលស្វាដែលពួកគេលេងប្រឡែងគ្នាយ៉ាងសប្បាយរីករាយនៅប្រាង្គប្រាសាទបុរាណខ្មែរយើងហើយទៅខ្ញុំក៏សម្លឹងមើលទៅភ្ញៀវទេសចរបងប្អូនដើរលើស្ពានហាលនៃប្រាសាទបាពួនយើងបងប្អូនគឺភ្ញៀវទេសចរលោកចាប់ផ្ដើមមកទស្សនាប្រាសាទបុរាណខ្មែរនៅតំបន់សៀមរាបអង្គរនឹងបន្តបណ្ដាបងប្អូនគឺក្នុងមួយថ្ងៃប្រហែលជាមួយប៉ុណ្ណេះបងប្អូនណាមកលេងនៅតំបន់សៀមរាបអង្គរទៅនេះខ្ញុំអង្គុយលើថ្មដែលរប៉ាត់រប៉ាយពេញទីធ្លានៃប្រាសាទបាពួនហ្នឹងបងប្អូនថ្មហ្នឹងគឺថាមានការរើចេញដោយគម្រោងការជួសជុលរបស់រដ្ឋាភិបាលប្រទេសបារាំងសាលាបារាំងចំបូព៌ាលោកមានគម្រោងជួសជុលតាំងតែពីឆ្នាំ1960ម្លេះបងប្អូនអញ្ចឹងស្ពានហាលដែលខ្ញុំថតលើមុនតំណាងឲ្យការជួសជុលនៅឆ្នាំ1960ហ្នឹងហើយបងប្អូនណាហើយថ្មនេះគឺថាសក់កាត់សង្គ្រាមទៅលោកក៏បញ្ចប់នៅឆ្នាំ1972ពេលហ្នឹងឆ្នាំ1993បន្ទាប់មានសន្ធិសញ្ញាទីក្រុងប៉ារីបញ្ចប់ទៅយកមានរដ្ឋាភិបាលថ្មីពេលហ្នឹងអ្វីដំណើរការមកវិញបងប្អូនណារកបញ្ចូលទាំងសាលាបារាំងចំបូព៌ាលោកក៏បានមកធ្វើការជួសជុលឡើងវិញក៏ប៉ុន្តែឯកសារធំបងប្អូនឯកសារគោលដែលសាលាបារាំងចំបូព៌ាលោកបានកត់ត្រាទុកទីហៅថាថ្មម្ដុំលោកយកចេញពីប្រាសាទធំលោកកត់ទុកលោកបងលេខហើយលោកកត់ទុកថាតើជាលេខ1ហ្នឹងនៅតំបន់ណាវិបត្តិឯកសារហ្នឹងដោយសារសម័យខ្មែរក្រហមបងប្អូនពួកទាហានខ្មែរក្រហមពួកវាចូលទៅអត់ឡោនៅបន្ទាយអភិរក្សអង្គរពួកវាក៏បានយកឯកសារបារាំងយកទៅមូបរិយជក់បងប្អូនអញ្ចឹងពេលដែលបារាំងមកវិញបារាំងសួរឯកសារធំមកគេនោះជាធំហ្នឹងបងប្អូនខ្មែរយើងប្រាប់ថាលោកបារាំងឯកសាររបស់លោកដ៏ជាធំក្នុងការជួសជុលប្រាសាទបាពួនហ្នឹងបានត្រូវពួកទាហានខ្មែរក្រហមយកទៅហែកមូជក់បារីអស់ហើយលោកបារាំងគេថា Why smoke cigarette is in my book my document how come I restore Bapun temple គេថាហេតុដំរីបានយកសពខ្ញុំជក់បារីមិនអញ្ចឹងគេថាពួកខ្មែរក្រហមអត់មានគោរពអីទេពួកនឹងគេថាយកតែមកស្បាយម្ចាស់ដៃនឹងឯងណា
chẳng thế barang kết ở miền dossier để mà chui chốt kết các bạn bằng cách nó computer mũi để bay thưa mơ thmo tam được biết technique computer bằng bốn naដោយសារតែអ្នកដែលរើមុននៅសម័យសង្គ្រាមមកលោកបានស្លាប់អត់ទៅហើយពួកអ្នកថ្មីក៏ចូលមកកាន់ការអញ្ចឹងមានការពិបាកបន្តិចក្នុងការជួយចូលបងប្អូនណាលើនេះគេថានៅថ្មច្រើនដោយសារជួយចូលបានមួយចំនួនប៉ុន្តែរដ្ឋាភិបាលបារាំងលោកផ្អាកការជួយចូលប្រាសាទបាពួនសិនលោកទៅជួយចូលនៅប្រាសាទមេបនខាងលិចនៃបារាយណ៍ទឹកថ្លាទៅវិញបងប្អូនណាដោយសង្ឃឹមថាពេលដែលមានថវិកាគ្រប់គ្រាន់លោកនឹងធ្វើការជួយចូលប្រាសាទបាពួនបន្ថែមទៀតបងប្អូនណាថ្មនេះក៏មកពីថៃរងតងបងប្អូនថៃរងតងចិនទី1ទី2ទី3នឹងឯងបងប្អូនណាបាទនឹងជម្រាបបងប្អូនឲ្យដឹងថាពីបងប្អូនមកលេងគិនថ្មដាក់ពេលពេញទីធ្លាហ្នឹងគឺហេតុផលខ្ញុំបានជម្រាបនឹងឯងបងប្អូនណាបាទអញ្ចឹងបងប្អូនតែមើលស្ពានហាទី2ទៀតបងប្អូនណាបាទបាទបងប្អូនក្មួយៗនៅប្រិយមិត្តសូមអរគុណចំពោះការតាមដានភាគទី2នៃប្រាសាទបាពួននៃ Channel YouTube របស់យើងខ្ញុំសូមបងប្អូនមេត្តារងចាំទស្សនាភាគ3ដែលខ្ញុំនឹងអធិប្បាយអំពីស្ពានហាលទី2ដែលតំណាងឲ្យគុណម្ដាយតើគុណម្ដាយមានអ្វីខ្លះខ្ញុំបានអធិប្បាយភាគ1អំពីគុណពុកបាទចុះស្ពានហាលទី2ដែលយើងឆ្លងពីខ្លងទ្វារទី2ពីស្រះទឹកទៅកាន់ប្រាសាទហ្នឹងគឺតំណាងឲ្យគុណម្ដាយព្រោះតើយើងឡើងទៅថែវរងតងទី1សម្រាប់ចង្ក្រមភាវនាហើយយើងឡើងទៅថែវរងតងទី2សម្រាប់ការតាំងសមាធិចឹងខ្ញុំអធិប្បាយនៅវគ្គ3ជូនបងប្អូនក្មួយៗនៅប្រិយមិត្តបាទសូមអរគុណ